កាលពីដើមសត្វទាំងអស់រស់នៅជាមួយគ្នាដោយសុខសាន្តស្រមោចនិងកណ្ដៀរក៏រស់នៅជាមួយគ្នាដូចជាគ្រួសារតែមួយផងដែរស្រមោចមានភារកិច្ចស្វែងរកអាហារខណៈកណ្ដៀរជាអ្នកសាងសង់សម្បុកចាពួកវាធ្វើការខុសគ្នាប៉ុន្តែរស់នៅជាមួយគ្នាប៉ុន្តែបន្ទាប់ពីរស់នៅយូរៗទៅកូនរបស់ពួកវាចាប់ផ្ដើមឈ្លោះប្រកែកគ្នានិងបង្កជាជម្លោះជាញឹកញាប់ថ្ងៃមួយជម្លោះកាន់តែធ្ងន់ធ្ងររហូតមេដឹកនាំស្រមោចនិងកណ្ដៀរចេញមកឃាត់ពួកវាស្រមោចមួយបាននិយាយថាកណ្ដៀរតែងតែថាពួកវាខ្ជិលហើយមិនជួយធ្វើការទេតើអ្នកណាបាននិយាយបែបនោះនឹងកណ្ដៀរមួយបានឆ្លើយថាស្រមោចក៏ធ្លាប់មើលងាយពួកវាដែរថាជាសត្វខ្ជិលចាំតែស៊ីខុយជម្លោះកាន់តែធ្ងន់រហូតស្រមោចនិងកណ្ដៀរវាយប្រហារគ្នាមានអ្នករងរបួសនិងស្លាប់ជាច្រើនបាទទិដ្ឋភាពនោះគួរឲ្យអាណិតខ្លាំងណាស់ទាំងស្រមោចនិងកណ្ដៀររងទុក្ខដោយសារជម្លោះនេះមេកណ្ដៀរបានផ្ញើថ្វាក់ហោះមួយទៅជជែកជាមួយស្រមោចដើម្បីសុំចរចាប៉ុនពុតជម្លោះទេនៅពេលជួបគ្នាមេស្រមោចបាននិយាយថាពួកវាគួរតែរស់នៅដាច់ដោយឡែកពីគ្នាវិញបន្ទាប់មកស្រមោចទាំងអស់បានចាក់ចេញមេកណ្ដៀរមើលពួកវាទាំងសោកស្ដាយមេកណ្ដៀរបានប្រកាសឲ្យកណ្ដៀរទាំងហោះរួបរวมគ្នាសាងសង់សម្បុកធំនិងរឹងមាំជាងមុនដែរកណ្ដៀរចាប់ផ្ដើមធ្វើការយ៉ាងមមាញឹកដើម្បីត្រៀមខ្លួនសម្រាប់រដូវភ្លៀងដែលជិតមកដល់ខាងស្រមោចវិញពួកវាបានជីកដីធ្វើសម្បុកក្រោមដីនិងស្តុកអាហារជាច្រើនមិនយូរប៉ុន្មានរដូវភ្លៀងបានមកដល់នឹងកណ្ដៀរស្ថិតនៅនឹងសម្បុកយ៉ាងមានសុវត្ថិភាពប៉ុន្តែសម្បុកស្រមោចត្រូវទឹកជន់លិចដែរអាហារជាច្រើនត្រូវខូចខាតហើយកូនស្រមោចជាច្រើនបានស្លាប់ដីស្រមោចដែលនៅរស់បាននាំគ្នាអណ្ដែតលើទឹកទៅសុំជំនួយពីកណ្ដៀរណែមេស្រមោចបានសុំទីជ្រកកោនមេកណ្ដៀរយល់ព្រមឲ្យស្នាក់នៅបណ្ដោះអាសន្នប៉ុន្តែមិនរស់នៅជាមួយគ្នាដូចមុនទៀតទេបន្ទាប់ពីទឹកស្រកមេស្រមោចបានអរគុណកណ្ដៀរមេកណ្ដៀរបាននិយាយថាការរស់នៅឯកោមិនអាចនាំមកនៅសុភមង្គលបានឡើយ